នេះผมមើលគ្រឿងសឡក់របស់ខ្ញុំពុកម៉ែបងប្អូនហើយមានខ្ជាយមានល្មៀតមានស្លឹកក្រូចសើចមានរំដេងមានខ្ទឹមសជាមួយនឹងផ្សិតច្បើងក៏ដូចជាកូនតឡាចពុកម៉ែបងប្អូនណាបាទនឹងត្រីឆ្អើហ្នឹងមួយក្រាស់3000ណាពុកម៉ែបងប្អូនបាទហើយនេះផ្លេចអត់បាននេះគឺស្លឹកបាសពុកម៉ែបងប្អូនណាគឺបន្លែបាយតងយើងបាទឥឡូវនេះទឹកពុះបន្លែដាក់បានចូលខ្លះហើយឥឡូវខ្ញុំធ្វើការដាក់ផ្សិតច្បើងចូលពុកម៉ែបងប្អូនបាទផ្សិតច្បើងហ្នឹងគឺមួយខាំ2000ពុកម៉ែបងប្អូនបើយើងយក3ខាំវាគិតតែ5000ទេពុកម៉ែបងប្អូនណាបាទហើយខាងពុកម៉ែបងប្អូនវិញគេលក់មិនឯងផ្សិតច្បើងបាទខាងខ្ញុំមួយខាំ2000បើយើងយក3ខាំគេគិតតែ5000ទេពុកម៉ែបងប្អូនណាបាទឥឡូវនេះបន្ទាប់ពីដាក់ផ្សិតច្បើងចូលរួចរាល់ហើយយើងធ្វើការដាក់ស្លឹកបាសចូលពុកម៉ែបងប្អូនណាបាទស្លឹកបាសដាក់ចូលហើយយើងមិនបាច់រងាស់វាយូរពេកទេពុកម៉ែបងប្អូនណាខ្លាចវារលួយបន្លែអញ្ចឹងណាពុកម៉ែបងប្អូនបាទសម្លសម្លក់ពុកម៉ែបងប្អូនបាទព្រឹកនឹងពុកម៉ែបងប្អូនបាទហូបបាយជាមួយខ្ញុំពុកម៉ែបងប្អូនបាទសម្លសម្លក់ខ្មែរយើងពុកម៉ែបងប្អូនអរគុណ